នេះគឺជាកម្ពុជា smartphone របស់ Apple ដែលត្រូវបានប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ2020របស់ Apple ផ្ទាល់តែម្ដងដែលវាគឺជាទូរស័ព្ទ iPhone SE ជំនាន់ទី2ឬក៏យើងហៅថា iPhone SE 2020វាទទួលបានស្ពេចធំទៅទៅជាមួយនឹងការប្រើប្រាស់វានៅតែល្អសម្រាប់ iPhone SE ហើយខ្ញុំក៏មាន7 4ដើមសម្រាប់ឲ្យបងប្អូនអ្នកគ្នាធ្វើការពិចារណាក៏ដូចជាជ្រើសរើសផងដែរនៅក្នុងពេលបច្ចុប្បន្ននេះគឺជា iPhone SE ជំនាន់ទី2របស់ Apple storage 64GB ថ្មនៅសល់ 85% ជាប្រភេទ Advanced SIM បងប្អូនទាំងគ្នាអាចមកមើលមកគ្រាប់នេះបានស្ទើរតួនាទីទេបងប្អូនទាំងគ្នាសម្រាប់ម៉ាស៊ីនគឺដំណើរការ M ទៅទៅជាមួយនឹងការប្រើប្រាស់ទៅលើ iOS 26ផ្ទាល់តែម្ដងសម្រាប់ពណ៌ខ្មៅនេះគឺ M ជាងគេដោយសារតែវាទទួលបានស្ពេចធំមែនទែនរហូតដល់ 256G ដែលខ្ញុំអត់ធ្លាប់មានអីវ៉ាន់នេះលក់ទេអញ្ចឹងបើសិនជាក្នុងករណីបងប្អូនចង់បានប្រភេទ Advanced SIM storage 256G បងប្អូនអាចមើលពណ៌ខ្មៅនឹងបានហើយពណ៌ក្រហមនេះក៏ជាប្រភេទ iPhone SE 2ឬក៏ iPhone SE 2020ដែរដែល storage របស់វាគឺ 128G ហើយពណ៌សនេះ 64G ដូចគ្នាផងដែរអញ្ចឹងបើសិនជាក្នុងករណីបងប្អូនទាំងនេះចង់បាន SE2 គឺខ្ញុំមាន4ដើមនៅក្នុង stock ផ្ទាល់តែម្ដងបងប្អូនអាចមករើសអវ៉ាន់ជាក់ស្ដែងបានចំពោះ iPhone 7នេះគឺខ្ញុំមាន4ដើមពណ៌ silver ទាំង4បងប្អូនចង់បានគឺអាចទៅមកបានដូចគ្នាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះបាទ